បាទសួស្តីបងប្អូនតគ្នាបាទស្វាគមន៍មកកាន់ Channel លោកគ្រូធីរិតបាទអញ្ចឹងវីដេអូនេះខ្ញុំទៅការណែនាំចែកម្លែកបងប្អូនតាក់ទងនឹងការដែលយើងភ្លេចលេខកូដចូល account ចូល ID យើងបាទអញ្ចឹងដើម្បីយកលេខកូដវិញគឺបងប្អូនត្រូវចុចប៊ូតុងផ្ទាំងទំព័រនៅខាងដើមបាទអញ្ចឹងដំបូងដើមឡើយគឺបងប្អូនចូលទៅកាន់Bicon សិនបាទអញ្ចឹងខ្ញុំធ្វើការ log out ចេញពី account ខ្ញុំសិនបាទ log out ចេញសិនអូខេអញ្ចឹងបងប្អូនចូលមកកាន់ Bicon មកបាទបើសិនជា app បងប្អូនអត់ទាន់ update បងប្អូនចូលទៅ update នៅក្នុង Play Store ឲ្យរួចរាល់ជាការស្រេចបាទអញ្ចឹងចូលមកគឺវាមានផ្ទាំងបេតុងបែបនេះបាទសម្រាប់អ្នកដែលមានលេខកូដហើយធ្វើការ log in នៅក្នុងទូរស័ព្ទថ្មីដែលប្រើ account ដដែលគឺបងប្អូនវាយលេខទូរស័ព្ទហើយនឹង password 6ខ្ទង់ដែលបងប្អូនដាក់នៅពេលបងប្អូនបង្កើត account បាទតែសម្រាប់ឲ្យបងប្អូនថ្មីបងប្អូនត្រូវចុច new account បាទអញ្ចឹងសម្រាប់បងប្អូនថ្មីដែលចុច new account ហ្នឹងគឺពេលដែលចុចហើយគឺវាចេញផ្ទាំងឲ្យយើងដាក់លេខ referral code បាទអ្នកណែនាំបាទអញ្ចឹងលេខ referral code ហ្នឹងបងប្អូនអាចចូលទៅក្នុងក្រុម Telegram ដែលខ្ញុំដាក់នៅក្នុង description បងប្អូនចូលទៅយកលេខកូដពីបងប្អូននៅក្នុងក្រុមហ្នឹងបាទអូខេហើយសម្រាប់បងប្អូនដែលភ្លេចលេខកូដអត់ពិបាកទេបងប្អូននៅពេលដែលយើងដាក់លេខទូរស័ព្ទនេះហើយយើងភ្លេចលេខកូដឧទាហរណ៍ថាខ្ញុំដាក់លេខទូរស័ព្ទខ្ញុំបាទ087 83 6499បាទហើយយើងភ្លេចលេខកូដអញ្ចឹងយើងគ្រាន់តែចុចផ្ទាំងកូនសោនេះបាទចុចផ្ទាំងកូនសោនេះមកគឺគេនឹងធ្វើការផ្ញើលេខកូដមកកាន់លេខទូរស័ព្ទយើងហើយបាទអញ្ចឹងយើងចុចមកយើងចុចកន្លែងផ្ទាំងកូនសោនេះមកគឺគេផ្ញើលេខកូដ6ខ្ទង់មកកាន់លេខទូរស័ព្ទយើងបាទនឹងអត់ប្រហែលទេគឺការផ្លេចលេខកូដ6ខ្ទង់បាទមួយទៀតបាទសម្រាប់បងប្អូនណាដែលផ្លេចលេខកូដ PIN 4ខ្ទង់បាទអញ្ចឹង6ខ្ទង់គឺយើងធ្វើបែបហ្នឹងបងប្អូនបាទអញ្ចឹងខ្ញុំសូមបង្ហាញបងប្អូនប៉ុណ្ណឹងបាទបងប្អូនធ្វើប៉ុណ្ណឹងទៅហើយវាយលេខកូដទៅចូលបានហើយសម្រាប់បងប្អូនដែលផ្លេចលេខកូដ PIN បាទលេខកូដ PIN 4ខ្ទង់បាទលេខកូដ PIN 4ខ្ទង់បងប្អូនចាំបាច់ត្រូវតែតាក់ទងទៅកាន់ក្រុមហ៊ុនបាទឬក៏តាក់ទងទៅកាន់មេក្រុមឲ្យមេក្រុមស្នើទៅកាន់ក្រុមហ៊ុនឬក៏ចូលក្រុម support បាទចូលក្រុម support អញ្ចឹងដើម្បីចូលក្រុម support ដើម្បីកែតម្រូវលេខកូដហ្នឹងគឺចាំបាច់បងប្អូនត្រូវតែតាក់ទងបាទតាក់ទងទៅកាន់ក្រុមហ៊ុនដើម្បីឲ្យក្រុមហ៊ុនគេបើកឲ្យយើងថ្មីអញ្ចឹងពេលយើងតាក់ទងទៅក្រុមហ៊ុនគេនឹងធ្វើការសួរនាំហើយពីលេខកូដយើងហើយយើងគុនក្រុមណាគេពិតប្រាកដអញ្ចឹងដើម្បីឲ្យជាក់លាក់ថាយើងជាម្ចាស់ account ពិតប្រាកដបាទហ្នឹងគឺការទទួលបានលេខកូដ4ខ្ទង់មកវិញបាទអញ្ចឹងបងប្អូនក៏អាចចូលទៅកាន់ Telegram បានដូចគ្នាដើម្បីទំនាក់ទំនងមកខ្ញុំនឹងតាក់ទងទៅក្រុមហ៊ុនក៏បានដែរបាទនឹងក្នុងករណីហ្នឹងបាទអូខេអញ្ចឹងវីដេអូនេះគឺការសម្រាប់ការផ្លេចលេខកូដគឺមានប៉ុណ្្នឹងឯងបងប្អូនហើយបន្ថែមពីក្រោយវីដេអូនេះគឺខ្ញុំចង់បង្ហាញបងប្អូនពីបណ្ដាញក្រុមការងារបន្តិចបាទឲ្យបងប្អូនបានយល់បន្ថែមបាទអញ្ចឹងក្រុមការងារយើងទទួលបានអត្ថប្រយោជន៍5ចំនួនបងប្អូន5ចំនួនបាទអញ្ចឹងនេះក្រុមការងារខ្ញុំដែលគាត់ភ្ជាប់លេខកូដតពីក្រុមការងារបន្តមកអញ្ចឹងចំនួនទី1នេះគឺយើងទទួលបាន 50% នៃប្រាក់ចំណូលបាទពីពាណិជ្ជកម្មដែលក្រុមការងារយើងរកបានមានន័យថាឧទាហរណ៍បើសិនជាក្រុមការងារយើងរកបាន 50% គឺយើងទទួលបាន 25 សេននៅក្នុងពេលអំឡុងពេលថ្ងៃហ្នឹងឬក៏ពេលណាដែលគាត់រកបានហើយចំនួនទី2នេះគឺបានទទួល 30% ហើយចំនួនទី3នេះ 10% ចំនួនទី4នេះ 6% ចំនួនទី5នេះ 4% បាទអញ្ចឹងយើងទទួលបាន5ចំនួនតែម្ដងបាទហើយសម្រាប់ថ្លៃណែនាំក៏យើងទទួលបាន5ចំនួនដែរបាទចំនួនទី1នេះអ្នកណែនាំម្នាក់ជាប់ខ្លួនយើង upgrade account គឺយើងទទួលបាន$20ហើយចំនួនទី2នេះបើសិនម្នាក់នេះគាត់ទៅណែនាំម្នាក់ទៀត upgrade account គឺយើងទទួលបាន$2ហើយម្នាក់នេះយើងទទួលបាន$1ហើយចុងក្រោយ$1ហ្នឹងអាហ្នឹងគឺសម្រាប់ថ្លៃណែនាំថ្លៃបរិញ្ញាសម្រាប់មេក្រុមបាទអញ្ចឹងខ្ញុំគិតថាល្អកម្មវិធី Bicon គឺយើងទី1យើងអាចពិបាកធ្វើវីដេអូទេហើយបងប្អូនគ្រប់គ្នាក៏អាចរកលុយបានទាំងអស់គ្នាដោយគ្រាន់តែយើងធ្វើការคลิกវីដេអូដែលយើងផុសបាទហើយយើងធ្វើការសាងក្រុមបាទទាំងអស់គ្នាអញ្ចឹងបងប្អូនឃើញ page របស់ខ្ញុំកន្លែងនេះបងប្អូនជួយ like page ផងបាទហើយបងប្អូនចូលទៅកាន់ page Facebook របស់ខ្ញុំរៀនកាត់តបងប្អូនជួយ like page Facebook ផងបាទដើម្បីទទួលបាននៅវីដេអូថ្មីពីលោកគ្រូធីរិតបាទអញ្ចឹងអរគុណច្រើនដែលបានទស្សនាវីដេអូបាទអរគុណជម្រាបលាបាទ